រាត្រីថ្ងៃអាទិត្យ11រោចខែកដឹកឆ្នាំម្សាញ់សប្តាហ៍ស័កព្រះពុទ្ធសករាជ2569ត្រូវថ្ងៃទី16ខែវិច្ឆិកាគ្រិស្តសករាជ2025សមាគមវត្តយោមិត្រីឃុំលំហាចស្រុកអង្គស្នួរខេត្តកណ្ដាលបានធ្វើប្រហុកខ្ទិះផ្ញើជូនបងប្អូនវីរៈកងទ័ពនៅតាមបណ្ដាព្រំដែនហើយជាការដំណឹងមួយហើយក៏ដូចជាការចូលរួមចំណែកជាមួយវីរភាពបងប្អូនកងទ័ពរបស់យើងដូច្នេះកាលណាម្ចាស់ញាតិញោមយើងដឹងហើយថាទូនទីយើងប្រជាពលរដ្ឋយើងមានសិទ្ធិចូលរួមក្នុងនយោបាយប៉ុន្តែយើងកុំជ្រៀតជ្រែកកិច្ចការសំខាន់ក្នុងនយោបាយជាពិសេសយើងសមរភូមិក្រោយយើងត្រូវតែចូលរួមសាមគ្គីលើកទឹកចិត្តដល់បងកងទ័ពទាំងអស់នៅតាមបណ្ដាព្រំដែនតាស្បៀងក៏ដោយសម្ភារៈក៏ដោយមុខរដ្ឋាភិបាលគាត់មិនខ្វះក្នុងការឧបត្ថម្ភកិច្ចការពារជាតិនេះទេប៉ុន្តែក្នុងនាមជាប្រជាពលរដ្ឋយើងត្រូវចូលរួមសហការសាមគ្គីគ្នាណាទោះបីជាប្រមុខរដ្ឋាភិបាលក៏ដូចជាក្រសួងការពារជាតិមានគ្រប់គ្រាន់ក៏ដោយប៉ុន្តែនេះជាកិច្ចសាមគ្គីមួយហើយក្នុងនាមយើងជាប្រជាពលរដ្ឋល្អហើយយើងរស់នៅទីនេះបានសុខក៏ដោយសារបានបងវីរៈកងទ័ពនៅជួរមុខណាយើងដឹងហើយថាពួកគាត់មិនមែនជាសាច់ញាតិរបស់យើងទេមិនមែនជាបងប្អូនរបស់យើងទេប៉ុន្តែពួកគាត់បានយកជីវិតយកទៅបដូរដើម្បីការពារជាតិក៏ដូចជាការពារយើងទាំងអស់គ្នាយកសាច់ស្រស់ឈាមស្រស់យកទៅបូជាយកទៅពាំងគ្រាប់គ្រប់បណ្ដាសមរភូមិទាំងអស់ណាហើយដូច្នេះហើយបានជាកន្លងមកយើងឃើញបងប្អូនយើងបានចូលរួមយ៉ាងសកម្មហើយក៏មិនដែលឃើញការចូលរួមនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាយើងដូចជារដូវកាលសម័យដែលចូលធិបតីនេះដែរបងប្អូនឃើញស្រាប់ហើយអញ្ចឹងគ្មានអ្វីដែលអស្ចារ្យជាងការស្រឡាញ់សាមគ្គីរវាងជាតិនិងជាតិប្រជាពលរដ្ឋនិងប្រជាពលរដ្ឋដំណាក់កាលនេះយើងអត់មានត្រូវអ្នកណាទៅហែកហួរទៅបច្ចេកបចោទៅចេះចោអីទេក្នុងកិច្ចការងារព្រំដែនអានឹងទុកឲ្យអគ្គនាយកព្រំដែនអាដាមបណ្ឌិតឡាំជាគាត់អ្នកដោះស្រាយកិច្ចការពារជាតិទុកឲ្យក្រសួងការពារជាតិកិច្ចការងារជាតិទុកឲ្យប្រមុខរដ្ឋាភិបាលណានឹងជាកាតព្វកិច្ចទូនាទីយើងធ្វើអ្វីឲ្យដឹងថាយើងដើរតួក្នុងក្របខ័ណ្ឌបែបណាយើងកម្រិតរបស់យើងត្រឹមអ្វីដោះស្រាយអ្វីយើងមិនអាចដឹងបានទេណាព្រំខេត្តគឺមានតែជាតិនិងរដ្ឋាភិបាលទេយើងដឹងតែត្រឹមព្រំដីរបស់យើងតាមលបងផ្ទះរបស់យើងតែប៉ុណ្ណោះឯងណាអត់មានអីវែងឆ្ងាយទេគឺចូលរួមខ្លីៗប៉ុណ្ណឹងហើយជាដំណឹងមួយសម្រាប់ញាតិញោមត្រេកអរជាមួយនឹងកិច្ចធុរៈនេះយើងមិនអាចបានទៅផ្ទាល់ប៉ុន្តែយើងចូលរួមពីចម្ងាយតាមរយៈអាដាមចាយសរិទ្ធដំសនីផ្នែកវិជាការឋានអង្គរៈដើម្បីពំនាំសម្ភារៈនិងបរិខាផ្សេងយកជូនបងវីរៈកងទ័ពរបស់យើងហើយល្ងាចមិញនេះគឺមហាបាសិកាពុទ្ធសាសនូបត្ថម្ភស៊ុយលេងនិងញាតិញោមក្នុងភូមិស្វាយឃុំព្រៃពួចស្រុកអង្គស្នួរខេត្តកណ្ដាលបានចូលរួម250000ក្នុងការទិញសម្ភារៈមកធ្វើនេះអញ្ចឹងបើសិនបើញាតិញោមចង់ចូលរួមតាមរយៈសមាគមវត្តយោមត្រីអាចចូលរួមបានទៀតណាកិច្ចការយប់ប៉ុណ្ណេះគឺប៉ុណ្ណឹងទេហើយមានឱកាសនឹងបរិយាយនៅពេលក្រោយទៀតណាទុកពេលវេលាដើម្បីធ្វើកាយប្រហុកដាក់រៀបចំក្នុងកឡអរគុណសូមនមស្ការនិងសូមចម្រើនពរលា